បាទសូមស្វាគមន៍មកកាន់ Channel ធីធូរឿងនិទានខ្មែរបាទថ្ងៃនេះដែរ admin បានដាក់ពំនាំនៅសាច់រឿងនិទានថ្មីមួយដែលជាការតស៊ូរបស់ក្មេងប្រុសម្នាក់បាទមុននឹងឈានទៅដល់ការនិយាយសាច់រឿងនេះ admin ក៏សូមបាទឲ្យពុកម៉ែបងប្អូនមេត្តាជួយចុច Subscribe ឬក៏ចុចជាវបាទឬក៏ពេញចិត្តបងអាចជួយចុចមេដៃបាទចុច like ណាបាទចុច like នៅលើបាទវីដេអូនេះម្នាក់មួយបាទឬក៏បើចង់បងប្អូនចង់ចែករំលែកសាច់រឿងអីថ្មីបន្ថែមទៀតអី admin និយាយបងប្អូនអាច comment បាទជាចំណងជើងឬក៏ជាសាច់រឿងមកដើម្បីឲ្យ admin និយាយបានឥឡូវយើងកុំឲ្យខាត់ពេលវេលាយូរយើងក៏ចូលទៅបាទស្ដាប់បាទនៅការប្រវត្តិរូបឬក៏សាច់រឿងនេះតែម្ដងបាទនៅបាទក្នុងវត្តមួយមានក្មេងប្រុសម្នាក់ក្មេងប្រុសម្នាក់ហ្នឹងគឺឈ្មោះបាទឌឿនបាទឌឿនគឺជាបាទក្មេងម្នាក់ដែលមានការតស៊ូខ្លាំងបាទព្យាយាមតែជាអកុសលដោយសារឌឿននឹងរស់នៅក្នុងវត្តដោយក៏ឌឿនកំព្រាឪពុកម្ដាយតាំងពីទូចពីសម័យសង្គមណាបងប្អូនបាទគាត់ឪពុកម្ដាយស្លាប់ចោលបាទស្លាប់ចោលឈឺបាទតាំងពីសម័យសង្គមមកឈឺយូរដែរហើយបាទឈឺរហូតដល់តាំងពីឌឿនអាយុប្រហែលជាខ្ទង់បាទ5-6 ខែបាទដោយបាទព្រះគ្រូចៅអធិការបាទលោកបាទឃើញដូច្នោះអាណិតពេកមិនដឹងថាមិនមានសាច់ញាតិមិនមានបងប្អូនទេក៏ព្រះអង្គគ្រូក៏បានបាទយកឌឿនមកចិញ្ចឹម3បាច់តាំងពីឌឿនអាយុ6 ខែបាទរហូតដល់ឌឿនអាយុ5 ឆ្នាំបាទឌឿនតែងតែបាទស្ដាប់បង្គាប់ដំបូន្មានបាទព្រះគ្រូបាទជាអធិការបាទដឹកនាំឌឿនឲ្យដើររកផ្លូវល្អហើយឌឿនក៏បានបាទឌឿនក៏បានបាទសិក្សារៀនក្នុងវត្តបន្ថែមប៉ុន្តែឌឿនមិនមាននិស្ស័យក្នុងការបួសជាលោកទេបាទឌឿនជាក្មេងម្នាក់ដែលចង់រៀនចង់សិក្សាពីខាងក្រៅបាទឌឿនមិនមាននិស្ស័យបួសជាលោកទេណាបងប្អូនចំណុចហ្នឹងដែរបងប្អូនថាបើនៅក្នុងវត្តក៏បួសប៉ុន្តែធ្វើម៉េចបាទមនុស្សយើងតើតែមាននិស្ស័យបាទមាននិស្ស័យប៉ុន្តែការរៀនសូត្ររបស់ឌឿនគឺការតស៊ូខ្លាំងបងប្អូនបាទគាត់តស៊ូពេលថ្ងៃបាទពេលគាត់អាយុនៅ12 ឆ្នាំបាទគាត់បានសំលោកគ្រូបាទលោកគ្រូចៅអធិការទិញស៊ីក្លូមួយដើម្បីធាក់បាទរកចំណូលឬរកកម្រៃខាងក្រៅណាបងប្អូនបាទគាត់រកកម្រៃខាងក្រៅដើម្បីផ្គត់ផ្គង់នឹងការរៀនរបស់គាត់រៀនល្អបងប្អូនគាត់រៀនជាប់លេខបានលេខ1រាល់ខែបាទថ្ងៃមួយគាត់រវល់តែនឹងបាទការងារពេលក៏រៀនធ្លាក់លេខបានត្រឹមលេខ2បាទរហូតដល់គាត់ប្រឹងប្រែងឡើងវិញគាត់ប្រឹងប្រែងរៀនឡើងវិញបាទលោកគាត់បានសុំបាទព្រះគ្រូចៅអធិការទិញស៊ីក្លូដើម្បីធាក់បាទដឹកអ្នកដំណើរឬក៏ដឹកដូនជីដូនអីដើម្បីទៅទិញម្ហូបទិញអីចឹងណាបងប្អូនព្រោះសម័យហ្នឹងគឺអត់ទាន់មានម៉ូតូអីទេមិនមានតែស៊ីក្លូហើយនឹងកង់បាទកង់ពីដើមកង់ពីដើមដូចក្នុងរូបនេះណាកង់ពីដើមគឺកង់បែបហ្នឹងបាទហើយឌឿនក៏សុំទិញស៊ីក្លូមួយដើម្បីធាក់ឬក៏ដើម្បីរកប្រាក់កម្រៃខាងក្រៅបាទព្រោះអីចង់រកកម្រៃចង់ដើររកស៊ីខ្លួនឯងដើម្បីផ្គត់ផ្គង់ការសិក្សារបស់ខ្លួនឯងបាទពេលព្រឹកហ្នឹងទៅគាត់ទៅរៀនបាទពេលចេញពីរៀនថ្ងៃត្រង់ហ្នឹងក៏ហូបបាយទៅគាត់អាចដើរធាក់ស៊ីក្លូរហូតដល់ពេលល្ងាចរសៀលអញ្ចឹងទៅបាទរហូតដល់ចែកដន់ទៅដល់បាទថ្ងៃមួយភ្ញៀវបរទេសបាទឌឿនមិនត្រឹមតែរៀនពូកែបាទអង់គ្លេសក៏ខ្លាំងដែរបាទភ្ញៀវបរទេសក៏បានមកឌឿនក៏បានដើរជូនអ្នកបរទេសហ្នឹងផ្សព្វផ្សាយបាទពីវត្តអារាមផ្សព្វផ្សាយពីវប្បធម៌ទូទៅក្នុងវត្តអញ្ចឹងណាបាទហើយបរទេសក៏ឆ្ងល់ថាបាទចាប់អារម្មណ៍លើឌឿនបាទគាត់មិនត្រឹមតែរៀនពូកែទេប៉ុន្តែជាអកុសលហើយអ្វីឌឿនមានបាត់បង់ឪពុកម្ដាយឌឿនក៏បានប្រាប់តំណែងនឹងតាំងពីដើមរហូតដល់ជនបរទេសទៅឌឿនគេសួរវត្តរូបឌឿនថាឌឿនពីមុនធ្វើអីរៀនអីអញ្ចឹង
ក៏ឌឿនក៏ប្រាប់ជនបរទេសម្នាក់នោះទៅបាទប្រាប់ថាប្រវត្តិរូបចេះមួយទៅប្រាប់ទៅដល់បរទេសទៅគេបានថាគេឲ្យមេដៃគេថា goat បាទគេចង់និយាយថាគឺគេថាឌឿនជាមនុស្សអ្នកដែលតស៊ូខ្លាំងមែនតើបាទគេក៏បានហុចលុយនៅក្នុងកាបូបគេដកឲ្យឌឿនចំនួន$100បាទ$100ចំនួននោះគឺថ្លៃបងប្អូនបាទច្រើនបំផុតឌឿនបដិសេធបាទឌឿនបដិសេធឌឿនប្រាប់ថាសំតែបាទ20000បានហើយតែជនបរទេសគេបានថាហេតុអ្វីបានអ្នកយក20000ឌឿនក៏ប្រាប់ថានេះសមត្ថភាពរបស់ខ្ញុំគឺมันអាចដល់ច្រើនទេមានត្រឹមតែ20000ទេព្រោះអីរាល់ដងខ្ញុំជូនអ្នកដំណើរទូទៅគឺ5000 6000ទេបាទតែបើចង់បានទឹកចិត្តច្រើនខ្ញុំយកត្រឹមតែ20000ទេបាទនេះដែលជាភាពស្មោះត្រង់នឹងការតស៊ូបាទភាពស្មោះត្រង់នឹងការនិយាយស្ដីរបស់ឌឿនដោយមានការសមរម្យគេអត់នេះទេគេអត់គិតអញ្ចឹងទេអ្នកជាទីចោគេគិតអញ្ចឹងទេគេហុចដឹងតែ$100មកឲ្យគេថានេះមិនមែនជាថ្លៃឈ្នួលទេនេះគឺជាការលើកទឹកចិត្តនិងជាការផ្ដល់តម្លៃនិងជាការឲ្យនៅដែលឌឿនធ្លាប់តស៊ូណាបងប្អូនតស៊ូថារៀនសូត្រតស៊ូរឿងបាទសិក្សាស្រាវជ្រាវតស៊ូធាក់ស៊ីក្លូហើយគេប្រាប់ថាលុយនេះអ្នកຕົកទៅណាຕົកទៅដើម្បីគប់គងការសិក្សាខ្វះខាតអីអាចទៅធ្វើអីបន្ថែមអញ្ចឹងណាបងប្អូនបាទឌឿនក៏ស្ដាប់ហេតុផលរបស់បាទភ្ញៀវបរទេសចរក៏ទទួលយកលុយនឹងបាទលុះឌឿនបានលុយនេះហើយឌឿនបានទៅបាទទិញសម្លៀកបំពាក់បាទទិញសម្លៀកបំពាក់ស្អាតបាតដើម្បីស្លៀកបាតស្អាតដើម្បីទៅរៀនព្រោះដងឌឿនទៅរៀនគឺមិនសូវបានកៅអៅទេកៅអៅតែមួយនឹងបោកហាលហើយមិនហ៊ានទូលសុំលោកគ្រូចាអធិការទេប៉ុន្តែលោកគ្រូចាអធិការលោកក៏ដឹងដែរប៉ុន្តែលោកក៏បានតែងតែព្យាយាមសួរនាំឌឿនដែរតែឌឿនហាក់បីដូចជាខ្លាចចិត្តក្រែងបាទព្រះគ្រូអធិការបាទព្រោះពីទូចគុណអំណាចផឌឿនព្រះគ្រូចាអធិការមកលើឌឿននេះច្រើនដែរច្រើនហើយបាទឌឿនគិតបែបហ្នឹងគឺគាត់ថាមិនសមអ្វីច្រើនទេសុំតែបានតហា3ពេលមានកន្លែងស្នាក់នៅសមរម្យឌឿនសប្បាយចិត្តហើយបាទព្រោះឌឿនពីទូចមកមិនដឹងថាពុកម្ដាយផងឌឿនក្រឬក៏មានទេប៉ុន្តែឌឿនដឹងត្រឹមថាឪពុកម្ដាយទី2ផងឌឿនគឺព្រះគ្រូចាអធិការនេះហើយបាទចឹងឌឿនតស៊ូរៀនសូត្ររៀនដល់ចប់ប្រឡងចប់ទី12ឌឿនទទួលបានសញ្ញាបត្រឌឿនជាប់និទេសBបាទឌឿនជាប់និទេសBឌឿនប្រឡងចប់ឌឿនក៏តស៊ូបន្ថែមទៀតដល់ពេលដែលឌឿនទៅបាទចេញពីបាទវត្តអារាមបាទកន្លែងដែលខ្លួនធ្លាប់នៅទៅរៀននៅរៀននៅដល់ភ្នំពេញហើយបាទដល់ភ្នំពេញហើយឌឿនមកតស៊ូដល់ភ្នំពេញស្វែងរកការងារធ្វើប៉ុន្តែបាទដោយគ្រូចាអធិការហ្នឹងលោកបាទមានបាទសាច់ញាតិមានលក្ខណៈថាស្គាល់នៅវត្តអារាមភ្នំពេញក៏បានយកឌឿនទៅផ្ញើនៅបាទវត្តនៅភ្នំពេញមួយកន្លែងបាទផ្ញើនៅវត្តទៅបាទហើយឌឿនហ្នឹងក៏បានយកស៊ីក្លូដែលខ្លួនធ្លាប់ធាក់នៅស្រុកធ្លាប់ដឹកដំណើរភូមិនៅស្រុកអញ្ចឹងណាមកដល់ភ្នំពេញដែរដើម្បីឆ្លៀតពេលបន្តិចបន្តួចធាក់ស៊ីក្លូដើម្បីបានកម្រៃតស៊ូរៀនបន្ថែមអញ្ចឹងណាបងប្អូនបាទទៅប្រវត្តិឌឿនគឺជូរចត់ណាបងប្អូននេះខ្ញុំគ្រាន់តែសង្ខេបតិចទៀតដឹងថាជីវិតឌឿនតស៊ូដើម្បីតែរៀនទេឌឿនរៀនមួយមុខទេបាទវាមិនមានឪពុកម្ដាយសម្រាប់នេះទេប៉ុន្តែថ្ងៃដែលឌឿនមករៀនភ្នំពេញបាទឌឿនមានអារម្មណ៍នឹកសញ្ជឹងថាឪពុកម្ដាយរបស់ខ្លួនតែងតែតាមការពារខ្លួនជានិច្ចបាទមូលហេតុអីបងប្អូនមូលហេតុតែឌឿនហ្នឹងគឺជាមនុស្សល្អបាទជួយតាមថែរក្សារហូតនៅថ្ងៃមួយឌឿនមកភ្នំពេញបាទឌឿនចេញពីធាក់ស៊ីក្លូទៅមានក្រុមចៅមកក្រុមបាទព្យាយាមមកកវ៉ែជុំវិញឌឿនណាបាទវាចង់
lùi trong anh chẳng vô khơi đường bà tập máu pin mấy thằng máu phóng mình squall cái lại tại sạn này phân pin bà vì đà trâu máu với thơ ấy đường nó lại là đột vì tình này tình nó với đột tam từ nó đại ngặt bà với trong plon bà trong plon đường nơi còn lại vì xe muối vì ở đường đột từ còn lại ngặt với xe trong plon giờ lùi đường có prata bong trao nhưng mình miên ở vậy bong lùi tê nhưng mình làm một nét tập một phun pin ban để dạng một sạp đá tê hay nhưng tập ban thẹt xịt khô ban lùi cùng ray mình ban tràn thế mình tích tuổi thế mà bong lùi thừa ấy anh đặt ôn phong đường như dây luôn luôn mình đã chào mình snap bà vì trong plon trong sầm lấp đường mặt hàng vì thằng ở đây mình tập miên tập lối đậm hơn đấy mày còn miên chởn đấy mày miên tập bắn nắng đấy bà vì ở trong cái tay phim nó còn miên mà to mỗi chi mà đó vì khơi mà to phim còn về đột chọc bảy bát đột chọc bảy bát đương có bàn rồi luôn vì cầm đại chào từ bà đại đại chào đó có bàn chi ngọt lành mình cha bên nông mà họ đương có mình hiền chi từ nát ngay đây mình hiền chi nát ngay bờ sân cái bờ bùa chi mà đâu không pray chi mà cho chu này chơi ngay có đương mình thả tới để bàn đặt trầm trên tuổi tì bà của đường club chào sầm lọt bà từ vụ luôn từ pray mà đòn hỏi chẳng là bằng phòn bà chẳng là họ đòn riêng ở thì trong Phnom Penh nắng bà đường bà bàn khơi nực khơi bà khơi nhập vòng đài kê chun cô chun em mà riêng chẳng là bằng phòn lớn sao thằng người lưu gì có slot tập này cái bằng phòn slot tập này chẳng mà đòn slot tập này dùng bà cái thằng clone anh nhập họp mà lại bàต่อสู้เรียนปันเนปันตายเรียนจบใจได้ปันตายขวาพิบเกาะดาวปีปงมาได้là 2 năm mỗi clip bà ngày bị cru đã thọp bài tàng bị tôi là họ đã thọp mới là bằng bọn dù đã hai mình đại bàn số sọc tộc thế và cái thà thẹt xích lô này bán nâng tinh tu sạp này smartphone muối là mấy tùm nhạc tùm nâng từ căn bị cru bà từ căn là bốc tivi đã bọc luôn này cru trả từ cán là bằng bọn bà đường chia diêm từng dục từng ngày thẹt xích lô và nó bay prang prang nhựa lôi riêng phong và prang prang nhựa lôi nó bay dần sóng này tinh tu sạp smartphone này bà từ mấy thằng net tầm năng từ việc cứu trả thì càng để chịu bốc tivi rồi bỏ đứa bỏ bà nơi p để ngày muối bà chạy đón tiết đường chạy đón tiết min sầm nàng ban chuột nơi thật cái chất lò mà nè thật cái đại min nè min stop đóng mặt tay tay luôn chỉ sao mạnh bà ban chuột có bột lưới đường có đã tới rồi có bột lưới hỏi các bạn bà cây bà Rotterdam bỏ ra mà nè nô bà hỏi đứng của bạn prap thà ông chú có bột lưới hay ông prap nè nó có bà nhìn nhầm hỏi có bà hai đứa với bạn không mua được bạn nhom khơi ông đỏ pi cò có bài bà bỏ ông chú tới nhom của bạn đang thả chỉ có bột của ông nhưng bạn rồi ông mong tới bà hay ông nó có con không mua bàn tay ông có ba số đường mình thả chóc mạch mình không mua giờ rồi tới lôi ní không có bột này mình tích tê tràn á đứa của bạn prap thả cặp bất ông lôi rồi bỏ kê bà nhưng mình ai tôi giờ bàn thế đây mình chỉ cầm lặng như chiều rồi bỏ nhom bà tụi bay trước trong miền ở bọc mặt đài bà bên mặt đài mền bàn tay ca to su nâng ca trong này vô đăng phọc trong cư bạn mình chạy nhom nơi có bạn phơi nhom nâng bà vô cho bà pi phép smart tròn ông có khơi hay có con này nhom bà có lựa bẹp đưa này dễ con này nhom bà có thà lo na khmôi cất bẹp này cất cho bàn tay bà chỉ chân chỉ kia là đặt tới kia đừng ai giờ tới rụt bà mình ai kia đừng giờ rụt tới bát hai kia mình procol bẹp này đi khmôi bất chiêu một lọ nè bà hay ông của bạn đỏ bạ chung nôn mùi đông bà cái đà bà tam pon đi nó có đặt một món rìa hoạch tới đường có bà rồi đầy ông tập từ vinh rìa đại hay prap ông thà ông này bà mình men chỉ bà
នេះទេនេះអ៊ំឲ្យខ្ញុំពិតជាល្អណាស់ប៉ុន្តែនេះមិនមែនជាកម្លាំងញើសឈាមដែលខ្ញុំតែងរកបានទេនេះគឺជាគ្រាន់ជាការបាទរើសបាននៅកាបូបអ៊ំហេតុអ្វីក៏អ៊ំដកលុយឲ្យខ្ញុំច្រើនម្លេះបាទច្រើនម្លេះអ៊ំម្នាក់ក៏ញញឹមហើយក៏ប្រាប់ទៀតថានេះលុយប៉ុណ្ណេះវាមិនស្មើនឹងអ្វីដែលអ៊ំបាត់បង់ទេបើសិនជាអ៊ំបាត់បង់លុយមិននេះក៏បានហើយមិនដឹងថាបាននឹងបានទៅលើអ្នកណាបើបានទៅលើបាទអ្នកទៀងត្រង់បាទអត់ក្រខ្សត់វាមិនជាថ្មីទេប៉ុន្តែបើសិនជាបាត់បង់ទៅលើមនុស្សដែលខលខូចមនុស្សដែលប្រព្រឹត្តអំពើពីលាអាវាសាវានឹងខាតបង់វាមិនមានប្រយោជន៍ទេអញ្ចឹងអ៊ំលុយប៉ុណ្ណេះវាមិនច្រើនទេអ៊ំនឹងប្រគល់ឲ្យក្មួយទុកជូនជាសគុណឬក៏ទុកជូនជាហេងរបស់ក្មួយដែលក្មួយរើបានកាបូបអ៊ំហើយបងក៏មានទឹកចិត្តអរគុណដែរក្មួយក៏បដិសេធឌឿនក៏បដិសេធថាទេអ៊ំខ្ញុំមិនអាចយកបានទេអញ្ចឹងអ៊ំក៏បានសួរឈ្មោះតើក្មួយឈ្មោះអ្វីអ៊ំក៏បានក្មួយក៏បានប្រាប់ថាខ្ញុំឈ្មោះឌឿនអ៊ំហើយបច្ចុប្បន្នក្មួយរស់នៅទីណាដែរហើយចៅឌឿនក៏ប្រាប់ថាខ្ញុំបច្ចុប្បន្នខ្ញុំរស់នៅក្នុងវត្តបាទពេលព្រឹកខ្ញុំទៅរៀនពេលថ្ងៃចេញពីរៀនខ្ញុំបានមកធាក់ស៊ីក្លូដើម្បីរកប្រាក់កម្រៃគាត់គង់រៀនហើយនឹងគោលបំណងចង់ទិញបាទទូរស័ព្ទដៃ smartphone មួយគឺដើម្បីតាក់ទងទៅកាន់លោកគ្រូបច្ចេកទេសការដែលលោកតែងតែបីបាច់ខ្ញុំពីទូចរហូតដល់ប៉ុណ្ណេះអ៊ំក៏បាទធ្វើទឹកមុខញញឹមបាទអញ្ចឹងក្មួយធាក់ស៊ីក្លូតែមួយមុខទេមែនទេឌឿនក៏ប្រាប់ថាបាទអ៊ំខ្ញុំធាក់ស៊ីក្លូតែមួយមុខទេព្រោះអីខ្ញុំមានពេលបានតែធាក់ស៊ីក្លូនឹងហើយដើម្បីរកកម្រៃទៅរៀនបាទអ៊ំក៏បានប្រាប់ថាតើក្មួយចង់ធ្វើការងារដែរទេឌឿនក៏បានប្រាប់វិញថាចង់តើអ៊ំដើម្បីរកលុយទៅរៀនព្រោះអីឥឡូវក្មួយធាក់ស៊ីក្លូមិនបានទេមួយថ្ងៃចង្ការបានតែមួយម៉ោយក៏មានដែរអញ្ចឹងឌឿនក៏បានបាទលើកដៃថាអ៊ំមើលទៅដូចជាមិនមែនជាមនុស្សសាមញ្ញធម្មតាទេដូចជាអ្នកខ្ពង់ខ្ពស់ណាស់ហើយមើលទៅអ៊ំក៏បានប្រាប់ឌឿនវិញថានឹងឲ្យក្មួយអ៊ំសប្តាហ៍ថ្ងៃបាទជាម្ចាស់ក្រុមហ៊ុនមួយកន្លែងធ្វើការឥឡូវក្មួយចង់ធ្វើការនៅកន្លែងអ៊ំដែរទេអ៊ំបានបកគលបាយទឹកលើអ៊ំហើយការងារប្រាក់ខែអ៊ំនឹងគិតទូទាត់ឲ្យក្មួយតើក្មួយគិតយ៉ាងម៉េចដែរបើសិនជាក្មួយទៅនៅធ្វើការជាមួយអ៊ំឌឿនក៏ត្រេកអរហើយក៏សប្បាយចិត្តលើកដៃសំពះទាំងដែរបាទហត់ហេតុហប់តែពីរត់រើសកបោបលុយណាបងប្អូនបាទសប្បាយចិត្តតែហេតុហប់បាទមែនតើបាននៅពេលបានការងារល្អធ្វើហើយមានប្រាក់ខែហើយអាចផ្គង់បាទឌឿនក៏លោកឯងសំពះអរគុណអ៊ំក៏បានហុចលិខិតប័ណ្ណបាទផ្ទះរបស់ខ្លួនហ្នឹងឲ្យទៅឌឿនបីថាឌឿននឹងពេលទៅរកហ្នឹងបាទឃើញផ្ទះឃើញលិខិតប័ណ្ណឃើញលេខផ្ទះអញ្ចឹងណាបងប្អូនបាទហើយពេលនោះក៏អ៊ំគាត់បានថាអញ្ចឹងអ៊ំទៅសិនហើយបើចិនក្មួយចង់ធ្វើការក្មួយអាចបាទត្រូវតាមអាសយដ្ឋានផ្ទះលេខនេះបានលិខិតប័ណ្ណរបស់ពូនេះបានអញ្ចឹងណាបាទអញ្ចឹងក៏ដើរទៅបាត់ទៅឌឿនណាស់បាទសប្បាយចិត្តបាទដេកមិនលក់បក់មិនហើយបាទដេកមិនលក់បក់មិនហើយទេបាទសប្បាយចិត្តគាត់ថាបានការងារធ្វើលុះដល់ស្អែកឡើងឌឿនក៏បានទៅរកផ្ទះអ៊ំនោះបាទឃើញបាទឌឿនក៏បានបាទចូលបម្រើការងារផ្ទះអ៊ំបាទនៅក្នុងក្រុមហ៊ុនរបស់អ៊ំនឹងទៅបាទដំបូងឡើយទៅដល់ផ្ទះគេជួបកូនកំមុំបាទសួរថានេះផ្ទះរបស់អ៊ំប្រុសឈ្មោះនុលនឹងមែនបាទនឹងហើយឈ្មោះនុលបាទនេះអ៊ំក៏បានទុកលិខិតប័ណ្ណឲ្យខ្ញុំបាទមករើផ្ទះអ៊ំដើម្បីឲ្យគាត់ផ្ដល់ការងារឲ្យខ្ញុំធ្វើបាទទាំងឌឿននឹងមានភាពក្លាហានបាទមានភាពក្លាហានមែនតើនិយាយជាមួយកូនក្រមុំរបស់អំណុលបាទនិយាយជាមួយកូនក្រមុំរបស់គេនឹងទាំងមានភាពក្លាហានមិនខ្លាចដែលខ្លួនឯងបានប្រឡាក់ប្រេងប្រឡាក់ទាំងញើសកខៀអញ្ចឹងណាបងប្អូនបាទនេះក៏អស់សំណើចក៏ស្រាប់ថានឹងហើយជាផ្ទះរបស់ឪពុករបស់ខ្ញុំហើយក៏អ៊ំប្រុសក៏បានដើរចេញពីក្នុងផ្ទះមកបាទក៏បានហៅក្មួយឲ្យចូលបាទ
ប្រាប់តំណែងដើរថាត្រូវធ្វើមិនក្នុងការងារការឋានរបស់ក្រុមហ៊ុនរបស់ខ្លួនទៅបាទចាប់ពីពេលនឹងពោជីវិតឌួនបានតស៊ូប្រឹងប្រែងដោយការមើលឃើញបាទការតស៊ូបងប្រែងរបស់ឌឿនអំប្រុសក៏បានដំឡើងបាទមកតំណែងឲ្យឌឿនបាទក៏បានផ្ដល់កម្រៃកាន់តែច្រើនឡើងឌឿនក៏មានបាទសមត្ថភាពបាទទៅជួយកសាងបាទវត្តកំណើតរបស់ខ្លួននោះបានទៅជួយកសាងបាទជួយកសាងឧបត្ថម្ភមិនត្រឹមតែមកឌឿនក៏បានរៀនចប់បាទរៀនចប់មានការងារធ្វើហើយដោយការតស៊ូអកប្បកិរិយានិងការភាពស្មោះត្រង់របស់ឌឿននឹងអំប្រុសនុលក៏បានឃើញបាទក៏បានលើកកូនស្រីរបស់ខ្លួននឹងឲ្យទៅឌឿនតែម្ដងបាទទាំងដែលឌឿននឹងបាទជាមនុស្សម្នាក់ដែលមានភាពវៃឆ្លាតបាទអាចគ្រប់គ្រងអាចកាន់ក្រុមហ៊ុនរបស់ខ្លួនបានបាទរហូតដល់ឥឡូវនេះឌឿនបានខ្លាចជាតកែម្ចាស់ក្រុមហ៊ុនតែម្ដងបាទចឹងហើយជីវិតការតស៊ូរបស់ឌឿនបាទបងប្អូនគិតយ៉ាងណាដែរគាត់តស៊ូតាំងពីបាទគាត់គ្មានឪពុកម្ដាយដូចគេទេប៉ុន្តែគាត់តស៊ូរៀនគាត់តស៊ូប្រឹងប្រែងបាទធ្វើការគ្រប់បែបយ៉ាងបាទរហូតដល់ធ្វើការនៅភ្នំពេញក៏បានជួបនៅតកែបាទចិត្តល្អគាត់ដើរធ្វើអំពើល្អបំណងល្អបាទជួបហើយក៏បានគេបកគលការងារឲ្យគាត់ហ្នឹងគាត់ក៏សប្បាយចិត្តញញឹមបាទត្រេកអរចឹងបងគាត់ថាជីវិតតស៊ូរបស់ឌឿនហ្នឹងមានការតស៊ូច្រើនបាទជាក្មេងកំព្រាឪពុកម្ដាយគឺតស៊ូមែនតើបាទចឹងបងប្អូនសាកវិភាគមើលថាការលើកយកនិយាយរបស់ខ្ញុំនេះវាមានអីដែលត្រូវបាទខ្វះខាតឬក៏ចំណុចខ្លះបើសិនជាខ្វះខាតបងប្អូនមេត្តាកាន់តែអធិស្ឋានផងបាទអរគុណនិងជម្រាបលា